ថ្ងៃមួយនៅពេលប្រឡប់ពពុកខ្មៅស្រទុំបាំងបកមកគ្រប់ដណ្ដប់ភូមិព្រែកស្លាដែលជាភូមិដាច់ស្រយាលមួយស្ថិតនៅជួបញញឹងភ្នំដ៏អាថាកំបាំងខ្យល់រងាធៀបមកបកស្លឹកដូងរែកចុះរែឡាងបំព្រឹកជាសំឡេងក្រលួយគួរឲ្យព្រឺសម្បូរពេញក្នុងប្រលឹងសុភ័ក្រយុវជនវ័យ22ឆ្នាំកំពុងដើរយ៉ាងលឿនតាមផ្លូវលំដែលពោពេញដោយភោគច្រាំបន្ទាប់ពីត្រឡប់មកពីមើលការខូចត្រូវស្រែចម្ការរបស់ឪពុកគេតាំងពីប្រឡប់ពន្លឺជង្គៀងទូរស័ព្ទដៃដ៏តូចរបស់គេហាក់ដូចជាមិនអាចទម្លុះភាពងងឹតដ៏ក្រាស់ធ្មឹកនៃរាត្រីខែដាច់នេះបានឡើយសំឡេងកងកែបយំអឹងកងពាក់ពេញវាលស្រែស្រាប់តែស្ងាត់ជ្រងំភ្លាមធ្វើឲ្យបេះដូងរបស់គេចាប់ដាំលូតញាប់ខុសពីធម្មតាខណៈដែលអារម្មណ៍មិនយ៉ាងបានប្រាប់គេថាមានអ្វីមិនយ៉ាងកំពុងសម្លឹងមើលគេពីក្រោយកំពត់ព្រៃដ៏ក្រាស់នៅសងខាងផ្លូវតើមានអ្នកណានៅទីនោះសុភ័ក្រសួរដោយសំឡេងញញ័រប៉ុន្តែគ្មានការឆ្លើយតបឡើយមានតែសំឡេងខ្យល់បក់ប៉ះស្លឹកឈើឮសូវវប៉ុណ្ណោះគេព្យាយាមលងចិត្តខ្លួនឯងថាវាគ្រាន់តែជាការភ័យខ្លាចដោយសារតែរឿងនិទានខ្មោចព្រាយពិសាទដែលចាស់ក្នុងភូមិតែងតែនិយាយប្រាប់ការពីគេនៅពីក្មេងជាពិសេសរឿងព្រេងដ៏រន្ធត់អំពីខ្មោចជើងកប់ដែលជាវិញ្ញាណសងសឹកមិនទៅចាប់ជាតិដើរលោតតាមផ្លូវលំដើម្បីតាមរកអ្នកដែលមកកាត់ផ្ដាច់ចំណងជើងរបស់វាដែលត្រូវបានចងភ្ជាប់គ្នាកាលពីនៅរស់សុភ័ក្រដើរបន្តទៀតប៉ុន្តែលើកនេះធ្វើឮសំឡេងផ្លាប់នៅពីក្រោយខ្នងយ៉ាងច្បាស់វាជាសំឡេងដូចជាការលោតដោយប្រើជើងទាំងពីរជាប់គ្នាមិនមែនជាការដើរធម្មតារបស់មនុស្សឡើយគេជប់ងក់រួចបែរក្បាលធ្វើមើលយឺតដោយក្តីបារម្ភប៉ុន្តែអ្វីដែលគេឃើញគឺមានតែភាពងងឹតសូន្យស៊ុងនិងអបត្រជាក់ដែលហោះកាត់មុខគេប៉ុណ្ណោះញើសត្រជាក់ចាប់ផ្ដើមហួរស្រុកតាមថ្ងាទោះបីជាអាកាសធាតុត្រជាក់យ៉ាងណាក៏ដោយនៅពេលដែលគេបែរមុខវិញស្រាប់តែឃើញស្រមោលខ្មៅស្រអាប់មួយឈូនៅចម្ងាយប្រហែល10ម៉ែត្រពីមុខគេស្រមោលនោះមានសន្តានជាមនុស្សប៉ុន្តែរូបរាងរបស់វាហាក់ដូចជាកំពុងអោនចុះបន្តិចនិងជើងទាំងពីររបស់វាត្រូវបានចងភ្ជាប់គ្នាដោយខ្សែចំណងពណ៌សដ៏ធំដែលមានប្រឡាក់ឈាមក្រៀមក្លិនស្គួយរលួយដោយសាកសពដែលងាប់ជាច្រើនថ្ងៃបានបក់មកប៉ះចมูករបស់សុភ័ក្រធ្វើឲ្យគេចង់គក់ចង្អោរចេញមកភ្លាមភ្នែករបស់ស្រមោលនោះបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅដូចជាធ្យូងដែលកំពុងចែកក្នុងរណ្ដៅភ្លុំភ្លឹងហាក់ដូចជាពោពេញដោយគំនុំសងសឹកដែលមិនអាចរំសាយបានក្នុងរយៈពេលរាប់រយឆ្នាំមកនេះសុភ័ក្រចង់រត់គេចេញពីកន្លែងនោះប៉ុន្តែជើងទាំងពីររបស់គេហាក់ដូចជាជាប់ស្អិតទៅនឹងដីយ៉ាងណែនខ្មោចជើងកក់នោះចាប់ផ្ដើមលោតមករកគេយឺតផ្លាប់រាល់ពេលដែលវាលោតម្ដងដីនៅជុំវិញនោះហាក់ដូចជាញើសរន្ធត់យ៉ាងខ្លាំងសំឡេងដង្ហើមធំដែលចេញពីមាត់របស់វាកាន់តែលឺច្បាស់ទៅតត្រជារបស់សុភ័ក្រក្នុងចិត្តរបស់គេនឹកឃើញដល់ពាក្យបណ្ដាំចុងក្រោយរបស់លោកតាគីថាបើជួបវាក៏មើលមុខវាឲ្យចំនិងគុំហៅឈ្មោះវាឲ្យសោះប៉ុន្តែអ្វីហាក់ដូចជាយឺតពេកទៅហើយព្រោះឥឡូវនេះវិញ្ញាណដ៏សាហាវនោះបានមកដល់ចំពីមុខគេក្នុងចម្ងាយត្រឹមតែមួយដៃប៉ុណ្ណោះមុខមាត់របស់វាមានស្បែករបបដែលសរសៃនិងមាត់របស់វាហាក់ដូចជាត្រូវបានដេរភ្ជាប់គ្នាដោយខ្សែលួសប៉ុន្តែវានៅតែអាចបញ្ចេញសំឡេងធ្ងន់យ៉ាងឈឺចាប់ចេញពីក្នុងបំពង់កភ្លាមនោះខ្យល់ភៀវមួយបានបក់មកយ៉ាងខ្លាំងធ្វើឲ្យសុភ័ក្រដួលទៅលើដីភក់គេព្យាយាមវាថយក្រោយទាំងភ័យទុកស្ងួតបំផុតខណៈដែលខ្មោចនោះលើកដៃដ៏ស្កឹមស្គាំងរបស់វាដែលមានកញ្ចក់វែងមករកករបស់គេដើម្បីច្របាច់សម្លាប់ជួយផងសុភ័ក្រស្រែកឡើងអស់សំឡេងប៉ុន្តែសំឡេងរបស់គេហាក់ដូចជារលាកបាត់ទៅក្នុងភាពមួយដ៏ជ្រៅនៅពេលដែលដៃត្រជាក់ដ៏ជិតទៅកករបស់វាជិតដល់ករបស់គេទៅហើយស្រាប់តែមានពន្លឺពណ៌មាសមួយបានភ្លីចាំងឡើងចេញពីខ្សែកដែលគេពាក់ដែលជាវត្ថុស័ក្តិសិទ្ធិការពារខ្លួនរបស់លោកតាគេកាលពីដើមខ្មោចជើងកប់នោះបានស្រែកធ្ងន់យ៉ាងខ្លាំងដោយអាចជាចាប់រួចក៏រលាកបាត់ទៅក្នុងសែងតភូមិខ្មៅសុភ័ក្រដកដង្ហើមធំទាំងខ្លួនប្រាញ់ញើសទៅត្រឹកគេដឹងយ៉ាងច្បាស់ថាការតស៊ូជាមួយវិញ្ញាណសងសឹកដ៏សាហាវនេះទើបតែចាប់ដើមតែប៉ុណ្ណោះសំឡេងលោតពីចម្ងាយនៅតែបន្តលឺមកក្នុងខ្យល់ហាវិជ័យកំពុងប្រាប់ថាវាមិនទាន់ទៅណាឆ្ងាយឡើយនិងវានឹងត្រឡប់មកវិញដើម្បីបញ្ចប់ការសងសឹកនេះសំឡេងលោតពីចម្ងាយនៅតែបន្តលឺមកក្នុងខ្យល់ហាក់ដូចជាកំពុងប្រាប់ថាវាមិនទាន់ទៅណាឆ្ងាយឡើយហើយវានឹងត្រឡប់មកវិញដើម្បីបញ្ចប់ការសងសឹកនេះសុភ័ក្រព្យាយាមទប់លំនឹងខ្លួនឯងឲ្យឈរត្រង់ទោះបីជាជង្គង់របស់គេនៅតែញ័រទៅត្រើកដោយសារភាពភ័យខ្លាចដល់សន្ធប់ដែលមិនធ្លាប់ជួបប្រទះពីមុនមកក៏ដោយគេលើកដៃប៉ះខ្សែដែលព្យួរនៅកដែលឥឡូវនេះវាបានប្រែជាត្រជាក់ស្រឹកវិញខុសប្លែកពីកម្ដៅដ៏ក្ដៅងំកាលពីប៉ុន្មាននាទីមុនពន្លឺពណ៌មាសដែលធ្លាប់បានជួយសង្គ្រោះជីវិតគេនោះបានរលត់បាត់ទៅវិញបន្សល់ទុកតែភាពងងឹតសូន្យស៊ុងដែលហ៊ុំព័ទ្ធដោយអបត្រជាក់និងក្លិនស្អុយរលួយដូចជាសាកសពដែលបានស្លាប់រាប់ខែមកហើយគេដឹងច្បាស់ថាការនៅឈរត្រង់នេះមិនមែនជាចម្រៀងល្អឡើយព្រោះសំឡេងប្លុកដ៏ធ្ងន់ដែលបន្លឺចេញពីក្នុងព្រៃជ្រៅនោះកំពុងតែខិតជិតមកម្ដងទៀតដោយសឹមសុភ័ក្របានសម្រេចចិត្តរត់សម្ដៅទៅរកផ្ទះឈើចាស់របស់លោកតាដែលស្ថិតនៅដាច់ឆ្ងាយពីភូមិជាកន្លែងដែលគេតែងតែមកលេងកាលពីក្មេងតាមផ្លូវដ៏តូចចង្អៀតដែលពោពេញដោយបន្លានិងមែកឈើក្រៀមគេមានអារម្មណ៍ថាមានភ្នែករាប់មិនអស់កំពុងតាមសម្លឹងមើលគេចេញពីក្នុងភាពងងឹតរាល់ពេលដែលខ្យល់បក់មកប៉ះកញ្ចឹងកគេតែងតែគិតថាវាគឺជាដង្ហើមដ៏ត្រជាក់របស់វិញ្ញាណជើងកប់នោះនៅពេលមកដល់មុខផ្ទះឈើដែលទ្រុឌទ្រោមសុភ័ក្របានប្រញាប់ឡើងតាមចិនដារ
រួចចូលទៅក្នុងផ្ទះបិទទ្វារចាក់កន្លឹកយ៉ាងណែនបេះដូងរបស់គេលោតញាប់ដូចជាសំឡេងស្គរគេអង្គុយផ្អែកខ្នងនឹងទ្វារព្យាយាមស្ដាប់សំឡេងពីខាងក្រៅភាពស្ងប់ស្ងាត់បានត្រឡប់មកវិញមួយសន្ទុះប៉ុន្តែវាគឺជាភាពស្ងប់ស្ងាត់ដែលគួរឲ្យខ្លាចបំផុតហាក់ដូចជាខ្យល់ដង្ហើមនៃសេចក្តីស្លាប់កំពុងរង់ចាំនៅគ្រប់ច្រកល្ហកដោយក្តីអស់សង្ឃឹមសុភ័ក្របានចាប់ផ្ដើមរាវរកចម្លើយនៅក្នុងផ្ទះដែលពោពេញដោយធូលីដីនិងស្បៃស្បាយគេដឹងថាខ្សែរបស់លោកតាមិនមែនជារបស់ធម្មតាទេហើយវាត្រូវតែមានរឿងរ៉ាវអាចកំបាំងនៅពីក្នុងដែកខ្សែនោះដែលលោកតាមានបំណងចង់ប្រាប់គេប៉ុន្តែមិនទាន់បានប្រាប់មុនពេលគាត់លាឆាកលោកគេបានទាញទូឈើចាស់មួយនៃកាច់ជ្រុងបន្ទប់ដែលមានសោជាប់យ៉ាងណែនដោយប្រើធុនឡាំងបាយគេបានគាស់វាចេញហើយនៅក្នុងនោះគេបានរកឃើញប្រអប់ឈើតូចមួយដែលរុំដោយក្រណាត់សូត្រពណ៌ក្រហមចាស់នៅពេលបើកប្រអប់នោះឡើងគេឃើញសៀវភៅកំណត់ហេតុមួយក្បាលដែលមានក្របស្បែកក្រាស់និងសន្លឹកក្រដាសពណ៌លឿងទុំដែលស្ទើរតែដាច់ចេញពីគ្នាទៅហើយក្លិនក្រដាសចាស់ៗលេលុំជាមួយក្លិនធូបប្រហើរឡើងមកបង្កើតបានជាបរិយាកាសដ៏អាថ៌កំបាំងបំផុតសុភ័ក្រចាប់ផ្ដើមបើកមើលទំព័រនីមួយៗយ៉ាងប្រុងប្រយ័ត្ននៅក្នុងនោះមានរូបគំនូរចម្លែកៗអំពីវិញ្ញាណដែលមានជើងតែមួយជើងនិងអក្សរចារឹកបុរាណដែលពិបាកនឹងយល់ទំព័រមួយបានសរសេរថាវិញ្ញាណសងសឹកកោតចេញពីការក្បត់និងការសន្យាដែលមិនបានសម្រេចនៅក្បាលនោះមានរូបភាពខ្សែដែលគេកំពុងពាក់និងការរៀបរាប់អំពីកិច្ចសន្យាឈាមរវាងគ្រួសាររបស់គេនិងវិញ្ញាណដែលគេហៅថាខ្មោចជើងកប់ស្រាប់តែនៅពេលនោះសំឡេងប្លុកប្លុកបានបន្លឺឡើងសារជាថ្មីប៉ុន្តែលើកនេះវាមិនមែននៅឆ្ងាយទៀតទេគឺវាបន្លឺឡើងនៅចំក្រោមផ្ទះរបស់គេតែម្ដងកម្រាលឈើចាស់ៗចាប់ផ្ដើមញ័ររង្គើហើយខ្យល់ត្រជាក់ស្រឹបបានបក់ចូលតាមប្រហោងក្តារធ្វើឲ្យភ្លើងទៀនដែលសុភ័ក្រទើបនឹងវេចនោះចាប់ផ្ដើមរលត់ងងឹតម្ដងបន្តិចទៀតសុភ័ក្របានត្រឹមតែអូបសៀវភៅកំណត់ហេតុនោះជាប់នឹងទ្រូងភ្នែករបស់គេសម្លឹងទៅកាន់កម្រាលឈើដែលចាប់ផ្ដើមព្រាស្រាំគេមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងព្យាយាមលួនឡើងតាមចន្លោះក្តារនោះមកខាងលើសំឡេងធ្ងន់តិចៗដែលស្ដាប់ទៅដូចជាសំឡេងខ្សឹបសួរសុខទុក្ខរបស់មច្ចុរាជបានបន្លឺឡើងកាន់តែច្បាស់ឯងមិនអាចរត់រួចទេឈាមត្រូវសងដែរឈាមសំឡេងនោះស្កកស្កក់និងពោពេញដោយកំហឹងឈឺចាប់យ៉ាងខ្លាំងសុភ័ក្រដឹងថាធម្មពលនៃខ្សែរបស់គេប្រហែលជាមិនអាចការពារគេបានជាលើកទី2ឡើយបើសិនជាគេមិនអាចរកវិធីដោះស្រាយចំណងកម្មដ៏ខ្មៅងងឹតនេះឲ្យតាន់ពេលវេលានោះទេស្រមោលខ្មៅមួយដែលមានរាងដូចមនុស្សមានជើងមួយជើងបានចាប់ដើមលេចចេញមកតាមជញ្ជឹងផ្ទះធ្វើឲ្យបេះដូងរបស់គេស្ទើរតែលោតចេញពីទ្រូងម្ដងទៀតស្រមោលខ្មៅមួយដែលមានរាងដូចមនុស្សមានជើងម្ខាងបានចាប់ផ្ដើមលេចចេញមកតាមជញ្ជាំងផ្ទះធ្វើឲ្យបេះដូងរបស់គេស្ទើរតែលោតចេញពីទ្រូងម្ដងទៀតសុភ័ក្រព្យាយាមថយក្រោយរហូតដល់ខ្នងរបស់គេប៉ះទង្គិចនឹងទូឈើចាស់ប៉ុន្តែស្រមោលនោះមិនព្រមបញ្ឈប់ឡើយវារំកិលខ្លួនយឺតតាមជញ្ជាំងកាន់តែរីកធំទៅរហូតដល់បិទបាំងពន្លឺព្រះច័ន្ទដ៏តិចតួចដែលជះចូលតាមបង្អួតក្លិនអាសូតនៃដីសើមនិងក្លិនឆ្អាបឈាមដែលមិនអាចពន្យល់បានចាប់ផ្ដើមភាយពេញបន្ទប់ធ្វើឲ្យសុភ័ក្រចង់ចង្អោរជាងមកខ្សែការពារខ្លួននៅលើករបស់គេប្រែជាត្រជាក់ដូចទឹកកកវាមិនត្រឹមតែលែងបញ្ចេញពន្លឺការពារគេប៉ុណ្ណោះទេប៉ុន្តែវាកំពុងតែរឹតករបស់គេឲ្យពិបាកដកដង្ហើមទៅវិញស្រាប់តែមានដៃម្ខាងដែលស្កាំងស្គីស្លេកស្លាំងនិងមានក្រចកខ្មៅវែងស្រួចលក់ចេញពីភាពងងឹតតាមចន្លោះក្តារឥដ្ឋដែលកំពុងរបោកវាចាប់ជើងរបស់សុភ័ក្រជាប់យ៉ាងណែនសុភ័ក្រស្រែកផ្អើលពេញទំហំប៉ុន្តែសំឡេងរបស់គេហាក់ដូចជាត្រូវរលាយបាត់ទៅក្នុងភាពស្ងប់ស្ងាត់នៃរាត្រីវិញ្ញាណខ្មៅជើងកប់បានលេចរូបរាងឡើងទាំងស្រុងមុខមាត់របស់វាមានសម្ភារខ្ទេចខ្ទីភ្នែកទាំងពីរលងជ្រៅក៏មានប្រស្រីមានតែឈាមហូរស្រក់មកលើឥដ្ឋឈើជាដំណក់ជើងម្ខាងរបស់វាដែលនៅសល់ត្រូវបានរុំព័ទ្ធដោយខ្សែព្រលឹងខ្មៅងងឹតដែលមើលទៅដូចជាអន្តៈដែកដ៏សាហាវឈាមជាតារបស់ឯងត្រូវសង់ដោយឈាមឯងសំឡេងនោះក្រហឹមចេញពីបំពង់កដែលរហែកបង្កជាភាពរញ្ជួយដល់គ្រឿងផ្ទះទាំងមូលក្នុងខណៈដែលសុភ័ក្រចិត្តនឹងបាត់បង់ស្មារតីដោយសារការភ័យខ្លាចស្រាប់តែរូបភាពមួយបានលេចឡើងក្នុងខួរក្បាលរបស់គេដូចជាខ្សែភាពយន្តគេឃើញជីតារបស់គេកាលពីនៅក្មេងកំពុងកាន់កាំបិតបរបាញ់ដ៏មុតស្រួចឈរនៅពីមុខបរតម្នាក់ដែលជាប់អន្តៈជើងកប់នៅក្នុងព្រៃជ្រៅភាពសាហាវខួខៅដែលបានកើតឡើងក្នុងអតីតកាលនោះជាប្រភពនៃកំហឹងដែលមិនអាចរលត់បានឡើយភ្លាមនោះមានពន្លឺពណ៌មាសមួយបានជាក់កាត់ភាពងងឹតព្រមជាមួយសំឡេងជួងកង់បន្លឺឡើងយ៉ាងច្បាស់ខ្មោចជើងកប់នោះស្រែកធ្ងរដោយការឈឺធុងតាត់ដៃរបស់វាដែលចាប់ជើងសុភ័ក្រក៏របេះចេញរួចវារលាយបាត់ទៅជាស្វែងខ្មៅចូលទៅក្នុងដីវិញទ្វារផ្ទះត្រូវបានរុញបើកយ៉ាងខ្លាំងបុរសចំណាស់ម្នាក់ក្រងឈុតសក្នុងដៃកាន់ខ្សែជើងសំរិទ្ធបានដើរចូលមកយ៉ាងលឿនគាត់គឺជាលោកតាដួងដែលជាគ្រូថ្នាំបុរាណក្នុងភូមិនិងជាមិត្តជិតស្និទ្ធរបស់ជីតាសុភ័ក្រលោកតាដួងបានជួយគ្រាសុភ័ក្រឲ្យក្រោកឈររួចយកទឹកមុនមកប្រសិទ្ធលើថ្ងាគេវាដល់ពេលឲ្យសុភ័ក្រ
จำลองกรรมนายจิตาเองบานชองตุกกาปี30ឆ្នាំមុនឥឡូវនេះវាមករកអ្នកបន្តវៀនហើយលោកតាដួងនេះញ៉ៃតែងទឹកមុខតាំងគាត់បានដកសិភៅកំណត់ហេតុឆាមួយយ៉ាងដែលមានស្នាមឈាមដិតជាប់លើក្របស្បែកចេញពីក្នុងថង់យ៉ាមរបស់គាត់រួចដាក់វានៅពីមុខសុផុសឯងត្រូវតែអានវាឲ្យយល់បើមិនដូច្នេះទេយប់ស្អែកនៅពេលដែលព្រះច័ន្ទពេញបួនមីមកដល់ក៏មានអំណាចណាអាចជួយឯងពីខ្មោចជើងកប់នោះបានឡើយវាវាយប្រហារតាមរយៈក្តីភ័យខ្លាចនិងបាបកម្មរបស់ដូនតាសុផុសសម្លឹងមើលសិភៅនោះដែលដៃញើទៅត្រឹកនៅពេលដែលម្រាមដៃរបស់គេប៉ះនឹងក្របសិភៅស្រាប់តែមានខ្យល់បក់បង្អួចចបែកក្រាំងហាក់ដូចជាមានវិញ្ញាណរាប់ពាន់កំពុងព្យាយាមចូលមកក្នុងផ្ទះដែលរារាំងតាកៅនេះសិភៅដឹងយ៉ាងច្បាស់ថានេះគ្រាន់តែជាការចាប់ផ្ដើមនៃយប់ដ៏វែងអន្លាយដែលគេត្រូវប្រឈមមុខនឹងការពិតដ៏ខ្មៅងងឹតបំផុតរបស់គ្រួសាររបស់គេតែប៉ុណ្ណោះគេបានបើកទំព័រដំបូងនៃសិភៅនោះខណៈដែលសម្លេងសឹកសឹកនៅតែបន្លឺរងំក្នុងត្រចក់មិនប្រតាយទំព័រដំបូងនៃសៀវភៅដែលរហែករហ័ននិងមានស្នាមដិតដើមដោយឈាមក្រៀមក្រោះនោះបានបើកបង្ហាញនូវសេចក្តីពិតដ៏គួរឲ្យរន្ធត់ដែលត្រូវបានគេកប់ទុកអស់រយៈពេលជិត1សតវត្សរ៍សុផុកសម្លឹងមើលអក្សរដែលសរសេរដោយដៃញ័រដែលរៀបរាប់អំពីកិច្ចសន្យាឈាមរវាងលោកតាទួតរបស់គេនិងវិញ្ញាណអាក្រក់ម្ខាងអត្ថបទនោះបានបញ្ជាក់យ៉ាងច្បាស់ថាដើម្បីទទួលបាននូវភាពមានបានស្ទុកស្ទុំនិងអំណាចដ៏លើសលប់នៅក្នុងភូមិលោកតាទួតរបស់គេបានក្បត់មិត្តសម្លាញ់ដ៏ស្មោះត្រង់ម្នាក់ឲ្យក្លាយជាជើងកបដើម្បីយាមកាមទ្រព្យសម្បត្តិនិងការពារទឹកដីនេះជារៀងរហូតវិញ្ញាណនោះត្រូវបានគេធ្វើតារុណកម្មយ៉ាងប្រៃផ្សៃមុនពេលស្លាប់ហើយត្រូវគេសូត្រមន្តអាគមសង្កត់ជាប់នឹងដើមឈើធំនៅខាងក្រោយផ្ទះនេះដើម្បីកុំឲ្យវិញ្ញាណនោះអាចទៅចាប់ជាតិបានឡើយខណៈដែលសុផុកកំពុងផ្ដោតអារម្មណ៍អានខ្យល់ដែលបកចូលតាមបង្អួតកាន់តែខ្លាំងឡើងរហូតធ្វើឲ្យពន្លឺទៀនដែលនៅក្បែរនោះរលត់ងងឹតសូនឈឹងភ្លាមភាពងងឹតស្រាប់តែគ្រប់ដណ្ដប់ពេញបន្ទប់ប៉ុន្តែភ្នែករបស់គេបែរជាអាចមើលឃើញអក្សរនៅក្នុងសៀវភៅនោះកាន់តែច្បាស់ប្លែកពីធម្មតាហាក់ដូចជាតួអក្សរនីមួយៗកំពុងបញ្ចេញពន្លឺពណ៌ក្រហមឆ្អៅដូចជាភ្នែកភ្លើងឈាមត្រូវសងដោយឈាមបាបកម្មដែលសាងដោយដូនតានិងធ្លាក់លើកូនចៅចំនួនទី3ដែលជាឈាមជួរចុងក្រោយសុផុកមានអារម្មណ៍ថាដង្ហើមរបស់គេកាន់តែថប់ទទុកដូចជាមានដៃដែលមើលមិនឃើញមកច្បាត់ចររបស់គេក្នុងភាពស្ងាត់ជ្រុងងំនៃរាត្រីនោះគេចាប់ដើមឮសំឡេងអូសជើងយឺតនៅលើកម្រាលឈើខាងក្រោយខ្នងរបស់គេសំឡេងនោះមិនមែនជាការដើររបស់មនុស្សធម្មតាឡើយវាជាសំឡេងខ្វិតដូចជាមានអ្វីម្យ៉ាងកំពុងអូសសាច់ដែលរលួយប៉ះនឹងឈើដ៏ត្រជាក់សុផុកមិនហ៊ានសម្បីតែញិតក្រោយមើលឡើយញើសត្រជាក់ហួសស្រុកជក់មកតាមចិញ្ចើមនិងខ្នងរបស់គេព្យាយាមបន្តអានដើម្បីរកវិធីរំដោះគ្រោះឬមន្តវិជ្ជាសម្រាប់ការពារខ្លួនប៉ុន្តែទំព័របន្ទាប់បែរជាត្រូវបានគេហែកចេញយ៉ាងអថាកំបាំងក្នុងចិត្តរបស់គេពេលនេះមានតែភាពតក់ស្លុតភ័យខ្លាចនិងវិបត្តិឌីសារីចំនួនដងតារបស់ខ្លួនស្រាប់តែមានសំឡេងខ្សឹបដ៏ត្រជាក់ស្រៀបដ៏ឆ្អឹងខ្នងបន្លឺឡើងនៅគៀតនឹងត្រជាក់ខាងស្ដាំរបស់គេថាឯងត្រូវតែសងចំនួនពួកគេឯងគឺជាអ្នកចុងក្រោយវាជាសំឡេងដែលស្កកនិងពោះពេញដោយគំនុំសងសឹកយ៉ាងខ្លាំងក្លាសុផុកស្រែកឡើងដោយភាពភ័យខ្លាចខ្លាំងបំផុតរួចក៏ស្ទុះក្រោកឈើដើម្បីរត់ចេញពីបន្ទប់ប៉ុន្តែស្រាប់តែមានដៃដ៏ត្រជាក់ដូចទឹកកកនិងរឹងដូចមេឃឈើងាប់មកខាងបានមកចាប់ស្មារបស់គេជាប់យ៉ាងណែនកម្លាំងនៃដៃនោះខ្លាំងហួសពីការស្មានវាកំពុងច្បាច់ស្មារបស់គេរហូតដល់ឮសំឡេងស្អឹងប្រេះស្រាប់សុផុកព្យាយាមរើបំរះទាំងទឹកភ្នែកប៉ុន្តែភ្នែករបស់គេបានកន្លែងទៅឃើញរូបភាពជ្រុះនៅក្នុងកញ្ចក់បង្អួចដែលកំពុងញ័ររញ្ជួយនៅពីក្រោយខ្នងរបស់គេមិនមែនជាមនុស្សទេប៉ុន្តែជាសម្រកខ្មោចខ្ពស់ស្រឡះដែលមានក្បាលភ្ញាក់មកម្ខាងនិងមានជើងបុតបញ្ច្រាស់ទៅក្រោយដែលជាសញ្ញានៃខ្មោចជើងកបដ៏សាហាវបំផុតភ្នែករបស់វាឡើងក្រហមដូចឈាមសម្លឹងមកកាន់គេដោយការចង់គំនុំរាប់សពឆ្នាំវាមិនមែនគ្រាន់តែជាវិញ្ញាណដែលយាមតែនោះទេប៉ុន្តែវាជាបណ្ដោកម្មដែលរងចាំឱកាសសងសឹកមកលើឈាមជួរចុងក្រោយនៃគ្រួសារនេះដើម្បីបញ្ចប់កិច្ចសន្យាឈាមដ៏ខ្មៅងងឹតសៀវភៅនៅក្នុងដៃរបស់គេស្រាប់តែចាប់ដៅឡើងកម្ដៅខ្លាំងហាក់ដូចជាដុំដៃដែលគេដុតក្រុងភ្លើងរហូតដល់សុផាក់ត្រូវបង្ខំចាត់លេងវាចោលទាំងឈឺចាប់សៀវភៅនោះធ្លាក់ចុះមកលើអ៊ីហើយបើកទូទំព័រមួយទៀតដោយកម្លាំងខ្យល់ខ្មៅនៅលើទំព័រនោះមានរូបភាពគំនូរនៃផ្ទះឈើចាស់ដែលគេកំពុងស្នាក់នៅប៉ុន្តែអ្វីដែលធ្វើឲ្យគេរន្ធត់បំផុតនោះគឺរូបភាពនោះបញ្ជាក់ពីមនុស្សម្នាក់កំពុងត្រូវគេភៀវកនៅកម្ដៅបន្ទប់ដែលគេកំពុងឈរលាឯងស្រមោលអាក្រក់នោះចាប់ផ្ដើមសើក្អាកក្អាយបើលើរំពងពេញផ្ទះធ្វើឲ្យពិភពលោករបស់សុផុកប្រែជាវិលមុខនិងងងឹតសួនទៅទុកគេដឹងច្បាស់ថាអត្ថកម្បាំងនេះមិនមែនជារឿងដែលត្រូវដោះស្រាយដោយការអាននោះទេប៉ុន្តែវាជាការលះបង់ជីវិតដើម្បីបញ្ចប់បាបកម្មដូនតាដែលគេមិនទាន់បានត្រៀមខ្លួនរួចរាល់តតែសោះក្នុងខណៈនោះរៀមដៃរឿងកំព្រឹសរបស់វាក៏ចាប់ផ្ដើមរំកិនឡើងមកដល់ខរបស់គេយឺត ម្រាមដៃរឹងកំព្រើរបស់វាក៏ចាប់ផ្ដើមរង្គិលឡើងមកដល់ករបស់គេយឺតភាពត្រជាក់ស្រេបនៃស្បែកដៃក៏មានឈាមរត់បានធ្វើឲ្យសុផុកមានអារម្មណ៍ថាសរសៃឈាមនៅក្នុងខ្លួនរបស់គេស្ទើរតែនឹងកក់ឈាមភ្លាមគេព្យាយាមរើបំរាស់យ៉ាងខ្លាំងប៉ុន្តែកម្លាំងរបស់គេប្រៀបដូចជាស្រមោកដែលកំពុងប្រយុទ្ធជាមួយដំរី
ភ្នែករបស់គេចាប់ផ្ដើមក្រឡេកឃើញផ្ទៃមុខរបស់ខ្មោចនោះកាន់តែច្បាស់វាមិនមែនជាផ្ទៃមុខមនុស្សធម្មតាទេប៉ុន្តែគឺជាផ្ទៃមុខដែលរលិះរលួយពោពេញដោយដង្កោនិងមានភ្នែកម្ខាងលៀនចេញមកក្រៅហាក់ដូចជាធ្លាប់រងការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរសំឡេងសើចក្អាកក្អាយដែលឮកៅពីមុនបានប្រែមកជាសំឡេងធ្ងរយំរៀបរាប់ពីការឈឺចាប់និងគំនុំដ៏ជ្រៅដែលបង្កប់គ្រោងដួងព្រលឹងអាក្រក់នេះសងឈាមសងជីវិតសំឡេងខ្សឹបៗចេញពីមាត់ដែលគ្មានបបោមាត់របស់វាធ្វើឲ្យសុភ័ក្រព្រឺសម្បូររហូតដល់ឆ្អឹងខ្នងក្នុងគ្រានៃភាពអស់សង្ឃឹមសុភ័ក្របានប្រើកម្លាំងចុងក្រោយលូកដៃទៅប៉ះនឹងខ្សែបុរាណមួយខ្សែដែលលោកតាគេធ្លាប់ប្រាប់ឲ្យពាក់ជាប់ខ្លួនជានិច្ចមុនពេលគាត់លាចាកលោកគ្រាន់តែម្រាមដៃរបស់គេប៉ះនឹងខ្សែនោះស្រាប់តែមានពន្លឺពណ៌មាសខ្សោយៗចេះចេញមកយ៉ាងរហ័សធ្វើឲ្យព្រលឹងអាក្រក់នោះខ្ទាតចេញពីខ្លួនគេទៅបុកនឹងជញ្ជាំងរួចវាស្រែកដោយការឈឺចាប់គេខ្លាំងសុភ័ក្រដួលខ្បោកទៅលើកម្រាលឈើដែលពុកពុយដកដង្ហើមហត់ញាប់ញើដោយមនុស្សទៅតែរួចពីមាត់ម៉ាត់ជ្រាចនៅពេលដែលគេងើបមុខឡើងវិញរូបភាពមនុស្សព្យួរកដ៏គួរឲ្យរន្ធត់នោះបានរលាយបាត់ទៅហើយប៉ុន្តែអ្វីដែលនៅសេសសល់គឺស្នាមជើងខ្មៅៗដែលជាប់នឹងកម្រាលឈើស្នាមជើងទាំងនោះចម្លែកណាស់ព្រោះវាហាក់ដូចជាត្រូវគេចងកបាត់ជាប់គ្នាស្របតាមឈ្មោះខ្មៅជើងកដែលអ្នកភូមិតែងតែដំណើរតៗគ្នាពីចំនួនមួយទៅចំនួនមួយសុភ័ក្រព្យាយាមតាំងស្មារតីដែលនៅសេសសល់រួចដាវទៅកាន់ទូឈើចាស់មួយនៅកាច់ជ្រុងបន្ទប់ដែលគេមានអារម្មណ៍ថាវាជាប្រភពនៃធម៌ពលអាក្រក់បំផុតក្នុងផ្ទះឈើនេះនៅទីនោះគេបានរកឃើញសភៅកំណត់ហេតុមួយក្បាលដែលមានស្រោមស្បែកសត្វរុំព័ទ្ធដោយខ្សែចំណងពណ៌ក្រហមឆ្អៅដៃដែលញាប់ញើរបស់គេបានបើកសភៅនោះយឺតៗនៅខាងក្នុងនោះមានរូបភាពគំនូរនិងអក្សរដែលសរសេរដោយឈាមរាយប៉ាយពេនទំពើរៀបរាប់ពីពិធីសាសនាខ្មៅងងឹតមួយដែលគ្រួសាររបស់គេបានធ្វើកាលពីជាង100ឆ្នាំមុនតាមពិតទៅខ្មៅជើងកនេះគឺជាវិញ្ញាណរបស់ស្ត្រីម្នាក់ដែលត្រូវគេចងជើងជាប់គ្នារួចព្យួរកសម្លាប់ដើម្បីធ្វើជាអ្នកយាមកំណប់ឬអ្នកបង្ការត្រកូលតាមជំនឿអរូបីរបស់បុព្វបុរសគេការលះបង់ជីវិតដ៏ព្រៃផៃនេះបានបង្កើតជាបាបកម្មដែលមិនអាចលុបលាងបានឡើយនិងវាតែងតែត្រឡប់មកទាជីវិតកូនចៅប្រុសក្នុងត្រកូលរៀងរាល់3ចំនួនម្ដងជាកំហិតសុភ័ក្រមានអារម្មណ៍រន្ធត់ជឹកជាខ្លាំងពេលដឹងថាខ្លួនឯងជាជនរងគ្រោះបន្ទាប់ដែលត្រូវសងបំណុលឈាមនេះស្រាប់ពេលដែលគេកំពុងអានដល់ចំណុចសំខាន់នៃពិធីដោះបណ្ដាសាស្រាប់តែមានខ្យល់បក់មកយ៉ាងខ្លាំងធ្វើឲ្យទ្វារនិងបណ្ដោយគ្រប់ច្រកល្ហកនៅក្នុងផ្ទះពិតជាឈឹងទាំងអស់ភ្លើងទៀនដែលនៅសល់តែបន្តិចបន្តួចដានរលត់បាត់ភ្លាមធ្វើឲ្យសុភ័ក្រនៅក្នុងភាពងងឹតសួនជើងម្ដងទៀតប៉ុន្តែលើកនេះគេមិនមែននៅម្នាក់ឯងឡើយគេអាចឮសន្លេងជើងដែលអូសលើកម្រាលឈើសឿតយឺតចេញពីខាងក្រោយខ្នងរបស់គេកាន់តែជិតវាមិនមែនជាជើងដែលដើរដោយធម្មតាទេប៉ុន្តែជាជើងដែលត្រូវគេចងភ្ជាប់គ្នានិងកំពុងព្យាយាមរំកិលមករកគេដោយភាពអត់ធ្មត់និងគំនុំដ៏ពុះកញ្ច្រោលសុភ័ក្រមិនហ៊ានសុំរេតែងាក់ក្រោយឡើយព្រោះគេដឹងថាបើសិនជាគេងាក់ទៅមើលភ្នែកក្រហមឆៅនោះគេប្រហែលជាគ្មានឱកាសបានឃើញពន្លឺថ្ងៃនៅថ្ងៃស្អែកឡើយគ្រឿងខណៈនេះភាពភ័យខ្លាចកំពុងគ្រប់ដំដៅស្រាប់តែរូបភាពនៅក្នុងសភៅកំណត់ហេតុនោះបានបញ្ចេញពន្លឺក្រហមឆៅម្ដងទៀតបង្ហាញពីវិធីតែមង្គតដើម្បីរំដោះវិញ្ញាណនេះនោះគឺការស្វែងរកជើងដែលត្រូវគេចងកនោះមកធ្វើបុណ្យដោះលៀងវិញប៉ុន្តែតែជើងនោះលែកនៅឯណាក្នុងផ្ទះដ៏ធំល្វឹងល្វើយដែលពោពេញដោយអន្ទាក់ព្រលឹងនិងវិញ្ញាណចងកនេះសុភ័ក្រត្រូវតែប្រណាំងជាមួយនឹងវេលាមុនពេលដែលម្រាមដៃត្រជាក់នោះត្រឡប់មកប៉ះករបស់គេជាលើកទី2ដែលជាលើកចុងក្រោយគេចាប់ផ្ដើមស្ទាបស្ទង់ជ្រុងភាពងឹតដោយក្តីបារម្ភបំផុតរហូតដល់ដៃរបស់គេប៉ះនឹងវត្ថុមួយយ៉ាងដែលត្រជាក់ដោយទឹកកកនិងមានរាងដូចជាជើងមនុស្សនៅក្រោមបន្ទះជើងដែលរវើបន្តិចនៅក្បែរជើងរបស់គេនោះសុភ័ក្រចាប់ផ្ដើមស្ទាបស្ទង់ក្នុងភាពងឹតដោយក្តីបារម្ភបំផុតរហូតដល់ដៃរបស់គេប៉ះនឹងវត្ថុមួយយ៉ាងដែលត្រជាក់ដោយទឹកកកនិងមានរាងដូចជាឆ្អឹងមនុស្សនៅក្រោមបន្ទះឈើដែលរវើបន្តិចនៅក្បែរជើងរបស់គេនោះម្រាមដៃញ័រទៅទ្រើរបស់គេព្យាយាមទាញបន្ទះឈើនោះចេញទាំងស្រុងទោះបីជាភាពភ័យខ្លាចកំពុងចាក់ស្រែកពេញបេះដូងក៏ដោយនៅពេលដែលបន្ទះឈើរបកឡើងក្លិនស្អុយរលួយមួយយ៉ាងបានភាយចេញមកភ្លាមវាជាក្លិនដែលមិនអាចពណ៌នាបានជាក្លិននៃសេចក្តីស្លាប់ដែលត្រូវបានបង្ខាំងទុកជាយូរយារណាស់មកហើយក្នុងភាពងងឹតស្លុបសុភ័ក្របានយកពិលតូចដែលនៅសល់ធម្មពលតិចតួចមកបញ្ចាំងមើលអ្វីដែលលេចឡើងនៅចំពោះមុខគឺពិតជាឆឹងជើងមនុស្សដែលត្រូវបានចងជាប់គ្នាដោយខ្សែចំណងខ្មៅងងឹតដែលមើលទៅដូចជាធ្វើពីសក់មនុស្សយ៉ាងស្អិតរមួតបំផុតគេដឹងច្បាស់ថានេះគឺជាចំណុចចាប់ដើមនៃបណ្ដាសាជើងកបដៃរបស់គេព្យាយាមស្រាយចំណងសក់នោះប៉ុន្តែវាហាក់ដូចជាមានជីវិតវារឹតបន្តឹងកាន់តែខ្លាំងនៅពេលដែលប៉ះនឹងកម្ដៅសាច់របស់គេរំពេចនោះសំឡេងផ្ទះឈើបន្លឺឡើងក្រៀតក្រោតពីគ្រប់ទីហាក់ដូចជាវិញ្ញាណម្ចាស់ផ្ទះកំពុងខឹងសម្បាយ៉ាងខ្លាំងដែលអថាកំបាំងដ៏ខ្មៅងងឹតត្រូវបានលាតត្រដាងខ្នងត្រជាក់ស្រែបានបកមកប៉ះចំខ្នងរបស់សុភ័ក្រធ្វើឲ្យគេព្រឺរោមគិតដល់ម្រាមដៃដែលធ្លាប់ប៉ះករបស់គេកាលពីមុនគេមិនហ៊ានងាកក្រោយមើលទេព្រោះដឹងថាអ្វីដែលនៅពីក្រោយខ្នងនោះមិនមែនជាមនុស្សឡើយប៉ុន្តែជាវិញ្ញាណចង្កក់ដែលពោពេញដោយគំនឹមសងសឹកតាំងពីបុរាណកាលមកចិនទៅក៏មកកកាយរឿងអតីតកាលសំឡេងស្រីម្នាក់ខ្សឹបតិចៗនៅក្បាលត្រចៀករបស់គេ
ប៉ុន្តែវាមានកម្លាំងរំញឹកដែលធ្វើឲ្យខួរក្បាលរបស់សុផកស្ទើរតែផ្ទុកបញ្ចេញពីគ្នាម្រាមដែលត្រជាក់ដោយទឹកកកចាប់ផ្ដើមលក់មុខចិត្តករបស់គេម្ដងទៀតលើកនេះវាមិនមែនគ្រាន់តែជាការប៉ះធម្មតាទេប៉ុន្តែវាចាប់ផ្ដើមច្របាច់ករបស់គេយ៉ាងខ្លាំងដើម្បីការពារកុំឲ្យគេដោះលែងឆឹងជើងនោះបានសម្រេចសុផកខំប្រឹងរើបំរាប់ដែលម្ខាងចាប់កន្ត្រៃតូចចេញពីកាបូបរួចព្យាយាមកាត់ខ្សែចំណងសក់នោះទាំងត្រដកខ្យល់ឈាមពណ៌ខ្មៅអន្ទើលបានហួរចេញពីខ្សែចំណងដែលមានជីវិតនោះហាក់ដូចជាបណ្ដាសានេះត្រូវបានបិទភ្ជាប់ដោយឈាមនិងវិញ្ញាណមនុស្សតាំងពីយូរយារណាស់មកហើយការប្រយុទ្ធគ្នារវាងមនុស្សនិងវិញ្ញាណបានឈានដល់ចំណុចកំពូលនៃភាពតានតឹងដ៏រន្ធត់សុផកមានអារម្មណ៍ថាដង្ហើមរបស់គេកាន់តែខ្លីទៅភ្នែករបស់គេចាប់ផ្ដើមងងឹតស៊ូនឆឹងនិងវិលមុខជាខ្លាំងដោយសារខ្វះខ្យល់ទឹកដង្ហើមប៉ុន្តែក្នុងចិត្តគេគិតតែមួយយ៉ាងគត់គឺត្រូវតែដោះលែងវិញ្ញាណដែលត្រូវបានគេធ្វើតារុណកម្មនេះឲ្យខាងតែបានដើម្បីបញ្ចប់ទុក្ខវេទៈនេះដោយប្រើកម្លាំងចុងក្រោយដែលនៅសេសសល់គេបានកាត់ខ្សែចំណងសក់នោះដាច់ជាពីររំពេចនោះសំឡេងស្រែកយ៉ាងខ្លាំងបន្លឺឡើងពេកផ្ទះធ្វើឲ្យកញ្ចក់បង្អោនញើរឹងជួយនិងបែកខ្ចាយជាបំណែកទុយៗកម្លាំងដែលច្របាច់កគេក៏ស្រាប់តែរលាបាត់ទៅជំនួសមកវិញដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចផុងហ្វុតដែលគេមិនធ្លាប់ជួបប្រទះសុផតដេកនឹងហប់ខ្យល់លើអ៊ីឈើទាំងញើរជោគខឿននិងភាពមនីធាត់ជាទម្ងន់គេសម្លឹងមើលទៅត្រង់រណ្ដៅឈើនោះម្ដងទៀតបំឡងចង់យកឆឹងនោះទៅធ្វើបុណ្យតាមប្រពៃណីដើម្បីរំដោះវិញ្ញាណប៉ុន្តែអ្វីដែលគេបានឃើញបន្តទៀតធ្វើឲ្យបេះដូងរបស់គេស្ទើរតែលុតចេញមកដោយក្លេរំធុតហួសពីខាស្មាននៅពីក្រោមឆឹងឈើដែលត្រូវបានដោះលែងនោះនៅមានរណ្ដៅឈើជ្រុយមួយទៀតដែលផ្ទុកទៅដោយឆ្អឹងជើងមនុស្សរាប់សិបគូផ្សេងទៀតដែលសុទ្ធតែត្រូវបានចងកក់បន្តគ្នាជាជួរវែងអាឡ័យមានទីបញ្ចប់នេះមិនមែនជាការសម្លាប់មនុស្សម្នាក់នោះទេប៉ុន្តែវាជាការសម្លាប់រង្កែដើម្បីបង្កើតជាមន្តអាគមជើងកប់ការពីផ្ទះនេះតាមរបៀបដ៏ព្រៃផ្សៃបំផុតតាំងពីដើមរៀងមកនៅចំកណ្ដាលកំណត់ឈើដ៏គួរឲ្យខ្លាចទីនោះសុភ័ក្របានគេវត្ថុមួយយ៉ាងដែលធ្វើឲ្យគេស្រួតស្មារតីបំផុតនិងភ័យខ្លាចដល់ចាំងខ្នងវាជាខ្សែដៃប្រាក់ដែលមានឆ្លាក់ឈ្មោះមិត្តភក្តិរបស់គេដែលបានបាត់ខ្លួនកាលពីមួយខែមុនដោយមានដំណឹងស្បីតែបន្តិចទិដ្ឋានរបស់គេបានហួរមកដោយមិនដឹងខ្លួនឡៃឡំនឹងភាពអស់សង្ឃឹមនិងទុក្ខឡៃតើមានមនុស្សប៉ុន្មានហើយដែលត្រូវខ្លាចជាយន្តការពីផ្ទះដ៏ចង្រៃនឹងសារក្រៅខំមនុស្សនេះខណៈដែលគេកំពុងស្លួតចិត្តខ្លាំងសម្លេងអូសជើងឈឹកចាប់ដើមបន្លឺឡើងយឺតចេញពីក្រុមភាពងងឹតនៃចន្ទោឈើដែលនាំទៅជន់ខាងលើហាក់ដូចជាមានអ្វីមួយយ៉ាងដែលធំជាងនិងសាហាវជាងវិញ្ញាណមុននេះកំពុងតែចូលមកទទួលភាពដែលមិនបានអញ្ជើញរូបនេះដោយភាពអធុមទីបំផុតសុផតដឹងភ្លាមថាគេទើបតែបានបើប្រអប់នៃបណ្ដាសាដ៏ធំធេងដែលគេមិនអាចដោះស្រាយបានតែម្នាក់ឡើយនិងពេលគ្រានៃសេចក្តីស្លាប់របស់ទាក៏កាន់តែគិតចិត្តមកដល់ទីបញ្ចប់ដែរប្រសិនបើគេមិនអាចរកវិធីគេចេញពីទីនេះឲ្យបានឆាប់រហ័សវិធីគេចេញពីទីនេះឲ្យបានឆាប់រហ័សហាក់ដូចជាគ្មានសល់សំបីតែមួយភ្លើសម្រាប់សុផតខណៈដែលសំឡេងអូសជើងឆឹកកាន់តែខិតជិតមកដល់ពីលើកម្មចន្ទាឈើដែលចាស់គ្រើមនិងញ័ររញ្ជួយរាល់ជំហាននីមួយៗដែលវាបោះចុះមកហាក់ដូចជាដង្ហើមនៃសេចក្តីស្លាប់ដែលកំពុងតែមកច្របាច់កកំពុងករបស់គេឲ្យកាន់តែតឹងទៅក្នុងភាពងងឹតស្លុបដែលហ៊ុំព័ទ្ធដោយក្លិនសាបឈាមនិងក្លិនសាកសពស្រួយរលួយរូបរាងដ៏ធំខ្មៅស្រមោលមួយបានលេចចេញមកបន្តិចម្ដងនៅចំកណ្ដាលពន្លឺព្រិលនៃចង្កៀងប្រេងកាតដែលជិតរលត់វាមិនមែនជាមនុស្សឡើយប៉ុន្តែគឺជាបិសាចដែលកើតចេញពីគំនុំនិងបណ្ដាសាជើងកប់ដ៏សាហាវខូខើបំផុតដែលគេធ្លាប់បានឮក្នុងរឿងនិទានបុរាណជើងទាំងពីររបស់វាត្រូវបានចងជាប់គ្នាដោយខ្សែចំណងដែកដ៏ក្រាស់ដែលច្រេះស៊ីស៊ុះហើយរាល់ពេលដែលវាធ្វើចលនាដែកទាំងនោះក៏គិតគ្នាបង្កើតជាសំឡេងដែលធ្វើឲ្យព្រឺរំឆ្អឹងខ្លាំងនិងញាក់សាច់យ៉ាងខ្លាំងភ្នែករបស់វាមិនមែនជាភ្នែកមនុស្សធម្មតាទេប៉ុន្តែជាដុំភ្លើងពណ៌ក្រហមឆ្អាតពីរដែលបញ្ចេញពន្លឺចាំងចំកណ្ដាលភាពងងឹតពោពេញដោយការស្រេកឃ្លានព្រលឹងវិញ្ញាណដែលវាមិនបានជួបជាយូរមកហើយសុភ័ក្រព្យាយាមរើបំរះដើម្បីរត់ទៅរកមាត់ទ្វារប៉ុន្តែជើងទាំងពីររបស់គេហាក់ដូចជាត្រូវបានកម្លាំងអរូបិយ៉ាងម៉ាឆប់ជាប់ទៅនឹងកម្រាលឈើឲ្យនៅនឹងថ្កល់គេសម្លឹងមើលទៅទ្វារឈើដ៏ធំដែលខ្លួនទើបតែដើរជូនមកស្រាប់តែឃើញថាវាត្រូវបានគ្របដណ្ដប់ដោយយន្តពណ៌ខ្មៅរាប់រយសន្លឹកដែលបញ្ចេញពន្លឺពណ៌ស្វាយព្រិលហាក់ដូចជាកំពុងសើចំអកហើយវាសនារបស់គេនេះគឺជាអន្តរដ៏ល្អឥតពត់ដែលត្រូវបានរៀបចំឡើងជាច្រើនទសវត្សរ៍មកហើយដើម្បីរងចាំអ្នកដែលហ៊ានចូលមកលូកលួនអាថកំបាំងនៃគ្រួសារដែលត្រូវបណ្ដាសានេះតើឯងចង់ទៅណាសំឡេងក្រឡដែលចេញពីក្នុងបំពង់ករបស់ខ្មៅជើងកប់នោះបន្លឺឡើងហាក់ដូចជាសំឡេងខ្យល់បោកកាត់រូងភ្នំដ៏ជ្រៅដែលគ្មានបាតវាលើកដៃដែលវែងខុសពីធម្មតានិងមានក្រចកស្រួចខ្មៅងងឹតជងល់មកត្រង់ចំមុខរបស់សុផ័ក្រដែលកំពុងស្លេកស្លាំងនៅពេលនោះសុផ័ក្របានកត់សម្គាល់ឃើញអ្វីមួយយ៉ាងដែលគួរឲ្យរន្ធត់បំផុតនៅលើកាយរបស់បិសាចនោះមានខ្សែចំណងនិងសញ្ញាដូចគ្នាទៅនឹងអ្វីដែលគេបានឃើញនៅលើរូបថតចាស់ៗនៅក្នុងបន្ទប់ក្រំដីដែលគេទើបតែឆ្លងកាត់វានឹងមិនគ្រាន់តែខ្មោចយន្តផ្ទះធម្មតាទេប៉ុន្តែវាគឺជាវិញ្ញាណរបស់ម្ចាស់ផ្ទះចំនួនមុនដែលត្រូវបានគេធ្វើពិធីសម្លាប់ចង្រោះដើម្បីក្លាយជាអ្នកថែរក្សាទ្រព្យសម្បត្តិនិងអាថកំបាំងខ្មៅងងឹតនៃវងត្រកូលដែលវិនិច្ឆ័យអន្តរាយនេះដោយគឺកម្លាំងចិត្តជុំក្រោយដែលសេសសល់សុភ័ក្របានដកគុណកម្បាត់តូចមួយក្បាលដែលគេតែងតែដាក់តាមខ្លួនជានិច្ចចាក់ទៅលើបាតដៃរបស់ខ្លួនឯងយ៉ាងខ្លាំងការឈឺចាប់ដ៏ក្រហាយហាក់ដូចជាភ្លើងឆេកបានធ្វើឲ្យគេភ្ញាក់ដឹងខ្លួនពីមុនសណ្ដំនិងអាចរំដោះជើងចេញពីមន្តអាគមដែលចង់ជប់គេបានមួយកម្រិតគេស្ទុះរត់ទៅរកបង្អោស្នេហ៍បែកខាងលិចនេះផ្ទះគ្រាន់បំណងលួចចេញប៉ុន្តែគ្រាន់តែម្រាមដៃរបស់គេប៉ះនឹងវាំងនិនចាស់កម្លាំងខ្យល់ខ្មៅដ៏ត្រជាក់ស្រែបនិងខ្លាំងក្លាមួយបានបុកទឹករូបកាយគេទៅនឹងចិញ្ចាំងឈើយ៉ាងដុំរហូតដល់ខ្ទាក់ឈាមតាមមាត់
សម្លេងសើចលីឡំនិងសម្រាប់យំសោករបស់វិញ្ញាណអមនុស្សនៅបានបន្លឺឡើងពេញផ្ទះធ្វើឲ្យពីដាននៃចិញ្ចាំងជាចាប់ដាំរង្គើហើយដូចជាផ្ទះទាំងមូលកំពុងតែមានជីវិតនិងចង់លេបរបស់គេទាំងរស់ឯងមិនអាចចេញពីទីនេះបានទេឈាមរបស់ឯងព្រលឹងរបស់ឯងនឹងត្រូវយកមកបន្តជោគវាសនានៃយន្តជើងកប់ដ៏ចង្រៃនេះខ្មោចនោះបន្តអូសជើងចូលមកជិតសម្លេងឆឹកឆឹកកាន់តែខ្លាំងឡើងរហូតដល់ក្លាយទៅជារបស់គេសុផកដឹងថាបើគេមិនអាចរកចំនួនខ្សោយនៃបណ្ដាសានេះកងរយៈពេលប៉ុន្មាននាទីទៀតទេគេនឹងខ្លាយជាចំណែករបស់បិសាចនេះនិងវិញ្ញាណរបស់គេនឹងត្រូវគេចង់ជួបនៅទីនេះអស់សកលជានិច្ចដូចជាខ្មោចដទៃទៀតដែរក្នុងពេលដែលគេកំពុងតែអស់សង្ឃឹមនិងមានអារម្មណ៍ថាដង្ហើមរបស់គេកាន់តែខ្សោយទៅភ្នែករបស់គេក៏ស្រាប់តែប្រទះឃើញសៀវភៅចំណាក្របស្បែកមើលក្បាលដែលធ្លាក់ចេញពីធ្នើដែលបាក់បែកក្នុងជ្រុងងងឹតវាគឺជាសៀវភៅកត់ត្រាដែលមានសញ្ញាដូចគ្នាទៅនឹងយន្តនៃចម្បាច់ទ្វារនិងវាបញ្ចេញពន្លឺពណ៌មាសខ្សោយៗនេះប្រហែលជាមធ្យោបាយតែមួយគត់ដែលគេអាចប្រើដើម្បីរំលាយបណ្ដាសានៅរស់រានមានជីវិតប៉ុន្តែតើគេមានពេលគ្រប់គ្រាន់ដើម្បីបើកមើលវាដែរឬទេខណៈដែលដៃដ៏ត្រជាក់ស្រែកនៅរឿងដូចខ្មែររបស់ខ្មៅជើងកប់បានលុបមកដល់កបបំពង់ករបស់គេទៅហើយនោះភាពភ័យខ្លាចដ៏ធំធេងបានវាយលុបពេញខួរក្បាលរបស់គេប៉ុន្តែដៃរបស់គេនៅតែព្យាយាមលូកទៅរកសៀវភៅនោះដោយកម្លាំងចុងក្រោយម្រាមដៃដ៏ស្រពោននិងត្រជាក់ដូចទឹកកករបស់ខ្មោចជើងកប់បានច្របាច់កបំពង់ករបស់គេយ៉ាងណែនរហូតធ្វើឲ្យខ្យល់ដង្ហើមរបស់គេកាន់តែខ្សោយទៅនិងចក្ខុវិញ្ញាណចាប់ផ្ដើមងងឹតស្លុបប៉ុន្តែក្នុងខណៈពេលដែលសេចក្តីស្លាប់នៅគៀកបំផុតនោះម្រាមដៃញ័រចិញ្ចុករបស់គេក៏បានប៉ះទៅលើក្រាបសៀវភៅស្បែកចំណាស់នោះរំពេចនោះកម្លាំងធម្មពលដ៏ខ្លាំងក្លាមួយបានចេញពីសៀវភៅបង្កើតជាពន្លឺពណ៌មាសឆ្អិនឆ្អៅដែលធ្វើឲ្យខ្មោចជើងកបស្រែកយំយ៉ាងក្រលួចហាក់ដូចជាត្រូវភ្លើងដុតរលវាបានលែងដៃចេញពីករបស់គេភ្លាមហើយដកថយទៅក្នុងជ្រុងងឹតវិញទាំងអាការៈឈឺចាប់បំផុតស្របពេលដែលរូបរាងដ៏គួរឲ្យខ្លាចរបស់វាចាប់ផ្ដើមរលាយបាត់ទៅក្នុងសម្មៅអប់គេដួលទៅលើដីហត់ដង្ហើមយកខ្យល់អុកស៊ីសែនចូលទៅក្នុងសួតដែលស្ទើរតែប្រែបែកដៃទាំងពីរនៅតែអបសៀវភៅនោះជាប់មិនលែងនៅពេលដែលចក្ខុវិញ្ញាណវិលត្រឡប់មកជាធម្មតាវិញគេបានប្រញាប់បើកសៀវភៅនោះទាំងដៃញ័រទៅត្រួតទំព័រនីមួយៗនៃសៀវភៅដែលធ្វើពីសម្បុកឈើចំណាស់បានផ្ញើនូវអក្សរមន្តអាគមបុរាណនិងរូបភាពដែលរៀបរាប់ពីប្រវត្តិដ៏ជូរចត់នៃបណ្ដាសាជើងកប់នេះតាមរយៈអក្សរទាំងនោះគេបានដឹងថាខ្មោចដែលកំពុងតាមលំបន្លាយគេនេះគឺជាវិញ្ញាណរបស់ស្ត្រីម្នាក់ដែលត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃដើម្បីធ្វើជាអ្នកយាមកាមកំដាប់ទ្រព្យនិងអាថាកំបាំងនៅក្នុងវិមាននេះជើងរបស់នាងត្រូវបានគេបំបាក់និងចងភ្ជាប់គ្នាដោយសរសៃអំបោះមន្តអាគមខ្មៅដើម្បីកុំឲ្យវិញ្ញាណរបស់នាងអាចចាក់ចេញទៅណាបានឡើយត្រូវតែរំលាយចំណងស៊ីម៉ាគេខ្សឹបអានអត្ថបទក្នុងសៀវភៅទាំងសម្រាប់ទឹកភ្នែកដោយភាពតក់ស្លុកក្នុងសៀវភៅបានបញ្ជាក់ថាដើម្បីរំលាយបណ្ដាសានេះគេត្រូវស្វែងរកមកជួលប្រាក់អថាកំបាំងដែលត្រូវបានគេចាក់ទម្លុះឆ្អឹងកែងជើងរបស់សាកសពដែលកប់នៅក្នុងផ្ទៃឈើចំណាស់នេះបើគ្មានការដកមកជួលនោះចេញទេវិញ្ញាណនេះនឹងនៅតែវិលវល់និងសម្លាប់រាល់អ្នកណាដែលឈានចូលមកក្នុងទីនេះដើម្បីស្វែងរកអ្នកចំនួនកន្លែងរបស់នាងជារៀងរហូតនេះគឺជាពិធីបូជាយន្តដ៏សាហាវយន្តក្នុងដែលពុទ្ធបរិស័ទមកចែកផ្ទះនេះបានធ្វើឡើងខណៈដែលគេកំពុងផ្ដោតអារម្មណ៍លើខ្លឹមសារសៀវភៅស្រាប់តែខ្យល់ត្រជាក់ស្រេបមួយបានបាក់មកប៉ះចំក្នុងរបស់គេម្ដងទៀតខ្មោចជើងគប់មិនទាន់ចោះចាញ់នោះទេទោះបីជាវាខ្លាចពន្លឺនៃសៀវភៅក៏ដោយប៉ុន្តែកំហឹងនឹងការឈឺចាប់រាប់រយឆ្នាំបានធ្វើឲ្យវាព្យាយាមចូលមកជិតគេម្ដងទៀតលើកនេះសម្រែករបស់វាលែងជាសម្រែកឈឺចាប់ទៀតហើយប៉ុន្តែវាជាសម្រែកអង្វរកលេឡាំនឹងការគំរាមកំហែងយ៉ាងរន្ធត់ផ្នែកក្រហមឆ្កៅរបស់វាសម្លឹងមកកាន់សៀវភៅក្នុងដៃរបស់គេហាក់ដូចជាវាដឹងថាអថាកំបាំងនៃសេរីភាពរបស់វាស្ថិតនៅក្នុងដៃរបស់ម្ដងម្នាក់នេះហើយវាក៏មិនចង់ឲ្យអថាកំបាំងនេះត្រូវខូចខាតដែរគេដឹងថាពេលវេលារបស់គេមានមិនច្រើនទេពន្លឺពណ៌មាសចេញពីសៀវភៅចាប់ផ្ដើមចុកខ្សោយបន្តិចម្ដងហាក់ដូចជាធម្មពលការពាររបស់វាអាស្រ័យលើជំនឿនិងកម្លាំងចិត្តរបស់អ្នកកាន់គេព្យាយាមក្រោកឈរឡើងទាំងជើងញ័របេះដូងរត់ញាប់ដូចគេវាយស្គរក្នុងជំពូកចុងក្រោយនៃសៀវភៅមានរូបភាពគំនូរសំព្រួយបង្ហាញផ្លូវទៅកាន់បន្ទប់ក្រោមដីដែលជាកន្លែងតំកក់សាកសពដើមវាគឺជាកន្លែងដែលងងឹតបំផុតសួយអាប់អួរបំផុតនិងគ្រោះថ្នាក់បំផុតនៅក្នុងវិមានដ៏ធំល្វឹងល្វើយនេះខ្ញុំនឹងជួយអ្នកឲ្យមានសេរីភាពគេនិយាយទៅកាន់ភាពងងឹតដោយសម្លេងញ័រទោះបីជាមិនដឹងថាវិញ្ញាណនោះអាចយល់ពីអ្វីដែលគេនិយាយឬក៏អត់ខ្មោចជើងកកឈប់នៅមួយកន្លែងរាងកាយដែលធ្លាប់តែរឹងដូចថ្មរបស់វាចាប់ផ្ដើមញ័ររន្ធត់គេចាប់ផ្ដើមបោះជំហានយឺតចេញពីបន្ទប់នោះតម្រង់ទៅកាន់ចន្ទាឈើដែលនាំទៅកាន់ជាន់ខាងក្រោមតាមការណែនាំរបស់សៀវភៅគ្រប់ជំហានដែលគេដើរគេមានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងសម្លឹងមើលពីក្នុងភាពងងឹតហើយសម្លេងអូសជើងបាក់បែករបស់ខ្មោចនោះនៅតែតាមពីក្រោយគេជានិច្ចមិនឃ្លាតមួយជំហានឡើយការប្រកួតប្រជែងជាមួយនឹងពេលវេលានិងសេចក្តីស្លាប់បានចាប់ផ្ដើមពិតប្រាកដហើយខណៈដែលភ្លើងទៀននៅក្នុងបន្ទប់ចាប់ផ្ដើមរលត់ម្ដងមួយបន្សល់តែពន្លឺខ្សោយៗចេញពីសៀវភៅចំណាស់នៅក្នុងដៃរបស់គេតែប៉ុណ្ណោះដែលនាំភ្លើងទៅកាន់ភាពអថាកំបាំងពន្លឺខ្សោយៗចេញពីសៀវភៅចំណាស់នៅក្នុងដៃរបស់គេតែប៉ុណ្ណោះដែលនាំផ្លូវទៅកាន់ភាពអថាកំបាំងខណៈដែលបាតជើងរបស់គេប៉ះនឹងកម្រាលឈើត្រជាក់ស្រេបនៃចន្ទាដែលស្រែកធ្ងន់រាល់ពេលមានទម្ងន់សង្កត់ពីលើភិរមព្
ជាយាមទប់លំនឹងខ្លួនឯងកុំឲ្យដួលក្នុងភាពងងឹតដែលហាក់ដូចជាមានជីវិតហើយកំពុងព្យាយាមច្របាច់កកកើសំឡេងខ្វិតក្រត់នៃជើងដែលអូសលើឥតតាមពីក្រោយគេកាន់តែលឺច្បាស់ទៅរហូតដល់គេមានអារម្មណ៍ថាមានខ្យល់ត្រជាក់មួយយ៉ាងបក់មកប៉ះនឹងចង្កនាំមុខជាមួយនៅក្លិនស្អុយរលួយដែលមិនអាចពិពណ៌នាបានគេដឹងច្បាស់ថាខ្មោចជើងកប់នោះនៃឆ្ងាយពីគេតែប្រមាណធ្នប់ប៉ុណ្ណោះប៉ុន្តែការណែនាំនៅក្នុងស៊ីផៃបានហាមដាច់ខាតមិនឲ្យគេងាកក្រោយមើលឡើយបើមិនដូច្នេះទេប្រលឹងរបស់គេនឹងត្រូវជាប់កាំងនៅក្នុងផ្ទះនេះជារៀងរហូតរាល់ជំហានដែលចុះតាមចិន្តាហាក់ដូចជាការធ្វើដំណើរចូលទៅក្នុងមាត់របស់សត្វចម្លែកដ៏ធំសម្បើមភ្នែករាប់រយគូដែលគេមានអារម្មណ៍ឃើញពីមុនមកឥឡូវនេះចាប់ផ្ដើមលេចចេញជាពន្លឺពណ៌បៃតងព្រងើយតង់តាមជំជាំងឈើដែលពោពេញដោយស្នាមក្រចកឆ្កួតភិរមផ្ដោតអារម្មណ៍ទៅលើអក្សរមន្តអាគមដែលកំពុងរំលែកលើទំព័រស៊ីផៃដែលបង្ហាញផ្លូវទៅកាន់បន្ទប់ក្រមដីសម្ងាត់ជាកន្លែងដែលសាកសពម្ចាស់ដើមនៃជើងដែលបាក់នោះត្រូវបានគេយកទៅលាក់ទុកដើម្បីធ្វើពិធីផ្លាស់ប្ដូរវាសនាគេដកដង្ហើមញឹកញប់ញើសហូរស្រកពេញផ្ទៃមុខបើទោះបីជាបរិយាកាសជំនួយត្រជាក់ដល់ឆ្អឹងក៏ដោយភាពតានតឹងបានកើនឡើងដល់កម្រិតបង្គោលខណៈដែលសម្លេងអូសជើងពីក្រោយស្រាប់តែប្រែជាសម្លេងរត់ដេញតាមយ៉ាងលឿនក្រាំងសម្លេងទ្វារចិន្តាខាងលើបិទជិតយ៉ាងខ្លាំងបន្សល់ទុកឲ្យគេស្ថិតនៅភាពងងឹតឈឹងមានតែពន្លឺតិចតួចពីសៀវថេវប៉ុណ្ណោះភិរមបានមកដល់ជាន់ក្រោមដីជាបន្ទប់តូចចង្អៀតមួយពោពេញដោយធូលីនិងមុងកងនៅកណ្ដាលបន្ទប់គេបានឃើញវត្ថុមួយដែលធ្វើឲ្យបេះដូងគេស្ទើរតែឈប់ដើរជាក្អមដីដុតចាស់មួយដែលត្រូវបានរុំបន្ទាត់ដោយខ្លាយចំណងពណ៌ក្រហមឆ្អែតនិងមានយ័ន្តបិទពីលើសម្លេងយំខ្សឹកសួររបស់ស្រីម្នាក់បានបន្លឺឡើងចេញពីជ្រុងងងឹតនៃបន្ទប់រួចប្រែជាសម្លេងសើចយ៉ាងគ្រលួចគួរឲ្យរន្ធត់ខ្មោចជើងកប់បានលេចរូបរាងឡើងយ៉ាងច្បាស់ជាងពោះមុខគេរាងកាយវាភ្នែករបស់វាលៀនចិនក្រៃហើយជើងម្ខាងដែលបាក់នោះត្រូវបានបត់ទៅក្រោយខុសធម្មជាតិវាមិនមែនគ្រាន់តែជាខ្មោចធម្មតានោះទេប៉ុន្តែជាវិញ្ញាណដែលពោពេញដោយកំផឹងដែលត្រូវបានគេធ្វើតារុណកម្មមុនពេលស្លាប់ភិរមប្រញាប់បើកសៀវភៅទៅទំព័រចុងក្រោយដែលពោពេញដោយឈាមស្ងោតគេត្រូវតែសូត្រមន្តរំដោះវិញ្ញាណនេះឲ្យទាន់ពេលវេលាមុនពេលដែលទាននៃជីវិតរបស់គេរលត់ទៅតាមពលិសៀវភៅវិញ្ញាណអសុរកាយនោះចាប់ដាំលូកដៃដែលពោពេញដោយក្រចកវែងៗនិងខ្មៅរលួយសម្ដៅមកកក់បំពង់កក់របស់គេភិរមមានអារម្មណ៍ថាខ្យល់អុកស៊ីសែនកាន់តែតិចទៅគេចាប់ដាំសូត្រមន្តដោយសម្លេងញើទៅត្រើតប៉ុន្តែរាល់ពាក្យដែលគេបញ្ចេញមកហាក់ដូចជាដៅមុតស្រួយដែលចាក់ទម្លុះរូបរាងខ្មោចនោះការប្រកួតប្រជែងរវាងពលឺនិងភាពងងឹតបានឈានដល់ចំណុចកំពូលចំជាងបន្ទប់ក្រោមដីចាប់ដាំញើរញ្ជួយហាក់ដូចជាផ្ទះទាំងមូលត្រៀមនឹងបាក់រលំភិរមដឹងថាគេមានឱកាសតែម្ដងគត់ដើម្បីបញ្ចប់រឿងរ៉ាវដ៏ខ្មៅងងឹតនេះដៃរបស់គេដែលញើទៅត្រើតបានលូកទៅប៉ះនឹងក្អមដីដុតនោះខណៈដែលវិញ្ញាណខ្មោចជើងកប់បានស្រែកធ្ងន់យ៉ាងខ្លាំងរហូតដល់កញ្ចក់វត្ថុផ្សេងៗនៅក្នុងបន្ទប់ផ្ទុកបែកខ្ជិតពេញដីព្រាមដៃរបស់គេបានប៉ះនឹងយ័ន្តពណ៌ក្រហមត្រៀមនឹងហែកវាចេញដើម្បីបញ្ចេញអថកំបាំងដែលបានលាក់ទុកជាច្រើនទស្សវត្សខណៈពេលដែលព្រាមដៃរបស់គេប៉ះនឹងក្រដាសយ័ន្តនោះភ្នែកពណ៌ឈាមរបស់ខ្មោចនោះបានសម្លឹងចំភ្នែករបស់គេហើយវាបាននិយាយដោយសម្លេងស្កក់ស្កល់ថាជួយអញផងភិរមស្ទាក់ស្ទើរមួយរំពេចតើនេះជាល្បិចឬជាការពិតប៉ុន្តែពេលវេលាបានដើរមកដល់វិនាទីចុងក្រោយហើយភិរមស្ទាក់ស្ទើរមួយរំពេចតើនេះជាល្បិចបកបញ្ឆោតរបស់វិញ្ញាណកំណាចឬក៏ជាសម្លេងនៃការពិតដែលចង់បានការសង្គ្រោះប៉ុន្តែនៅពេលដែលពេលវេលាបានដើរមកដល់វិនាទីចុងក្រោយគេគ្មានជំរឿអ្វីក្រៅពីប្រថុយប្រថាននោះទេព្រាមដៃដែលញ័រទៅត្រើករបស់គេបានចាប់ទាញយ័ន្តពណ៌ក្រហមនោះហើយហែកវាចេញពីមាត់ក្អមយ៉ាងខ្លាំងក្នុងខណៈនោះផ្សែងខ្មៅស្រអាប់ដែលត្រជាក់ស្រៀបដោយឆ្អឹងបានផ្ទុះចេញពីមាត់ក្អមដូចជាទឹកជំនន់ដែលបាក់ទំនប់វាហោះត្រឡប់ទៅមករកគ្នាបង្កើតបានជារូបរាងស្រមោលខ្មៅជើងកប់ដ៏ធំសម្បើមម្នាក់ដែលឈរខ្ពស់គប់ដំបូលផ្ទះចាស់បន្ទប់ទាំងមូលញ័ររញ្ជួយយ៉ាងខ្លាំងក្លាដោយមានគ្រោះរញ្ជួយដីកំទេចកញ្ចក់ដែលបែកខ្ទាតមុននេះបានហោះឡើងលើអាកាសវិលវងជុំវិញវិញ្ញាណនោះបង្កើតបានជាកម្លាំងខ្យល់គូតដ៏សាហាវដែលបក់របស់របរគ្រប់យ៉ាងឲ្យខ្ទេចខ្ទីភិរមដួលខ្ពស់ចំមិញដីដែលពោពេញដោយធូលីប៉ុន្តែភ្នែករបស់គេមិនព្រិចសូម្បីតែមួយវិនាទីពីស្រមោលអន្តការនោះឡើយរូបភាពក្នុងអតីតកាលដ៏ខ្មៅងងឹតបានហោះចូលមកក្នុងខួរក្បាលរបស់គេដូចជាខ្សែភាពយន្តដែលបញ្ចាំងឡើងវិញយ៉ាងច្បាស់គេបានឃើញបុរសម្នាក់ក្នុងសម្លៀកបំពាក់បុរាណដែលទឹកមុខពេញដោយភាពស្លូតត្រង់និងភាពឈឺចាប់ត្រូវបានគ្រូអាគមចិត្តខ្មៅម្នាក់ចងជើងទាំងពីរជាប់គ្នាដោយខ្សែចំណងមុនអាគមពណ៌ខ្មៅរួចសម្លាប់ទាំងរស់ដើម្បីយកវិញ្ញាណមកធ្វើជាខ្មោចជើងកប់សម្រាប់ចាំយាមកំណប់និងអត្ថាកំបាំងនៃត្រកូលសេដ្ឋីចិត្តអាក្រក់ម្នាក់ខាងពីសម័យមុនការឈឺចាប់ដែលមិនអាចរៀបរាប់បាននិងគំនុំដ៏ជ្រាលជ្រៅដែលត្រូវបានគេបង្ខាំងទុកបានធ្វើឲ្យវិញ្ញាណនេះคล้ายជាកាចសាហាវនិងយាយីអ្នកភូមិអស់ជាច្រើនចំនួនប៉ុន្តែអ្វីដែលវិញ្ញាណកំសត់នេះចង់បានពិតប្រាកដគឺមិនមែនជាការសងសឹកឡើយ
ប៉ុន្តែគឺសេរីភាពពីចំណងអាគមដែលចង់រត់រូបគេជារៀងរហូតមកវិញ្ញាណខ្មោចជិនកបបានសម្លឹងមើលភិរមដោយក្រសែភ្នែកដែលប្រែពីពណ៌ឈាមក្រហមច្រាលមកជាពណ៌ស្រទន់មានពន្លឺដោយតារានៃពេលរាត្រីវាបានចង្អុលទៅកាន់បាតក្អមដែលបែកខ្ទាតលើដៃដែលនៅខាងក្នុងនោះមានបំណែកឆាំងជើងពីរដែលត្រូវបានចងភ្ជាប់គ្នាដោយខ្សែលួសមានមុនអាគមពណ៌ខ្មៅចង់រឹតយ៉ាងណែនពេញផុតភិរមយល់ភ្លាមថានេះជាចំណងរូបវ័ណ្ណដែលឃុំឃាំងវិញ្ញាណនេះមិនឲ្យទៅឆាប់ជាតិឬទទួលបានសេចក្តីសុខបានទោះបីជាមានភាពភ័យខ្លាចញាប់ពេញខ្លួនយ៉ាងណាក៏ដោយភិរមបានស្ទុះទៅទាញកំបិតតូចមួយដែលគេតែងតែដាក់តាមខ្លួនជានិច្ចរួចប្រាយកម្លាំងទាំងអស់កាត់ខ្សែលួសដែលចងឆាំងនោះឲ្យដាច់ចេញពីគ្នាភ្លាមនោះសំឡេងធ្ងន់ដ៏ឈឺចាប់ដែលលាន់ឮពេញបន្ទប់បានប្រែជាសំឡេងដកដង្ហើមធំដែលក្តីធូរស្រាយបំផុតដែលមិនធ្លាប់មានរូបរាងដ៏គួរឲ្យខ្លាចរបស់ខ្មោចជើងកបចាប់ដើមរលាយបាត់បន្តិចម្ដងប្រែជាពន្លឺពណ៌សដ៏ទន់ភ្លឹងដែលចេះពន្លឺពេញផ្ទះចាស់ដែលធ្លាប់តែស្ងាត់ជ្រងំនិងពោពេញដោយវិញ្ញាណអាក្រក់មុននឹងបាត់ស្រមោលទាំងស្រុងទៅក្នុងអាកាសវិញ្ញាណនោះបានងក់ក្បាលអរគុណដល់ភិរមដោយស្នាមញញឹមជុងច្រោយហើយខ្សឹបប្រាប់ពីកន្លែងដែលអថាកំបាំងពិតប្រាកដនៃបណ្ដាសាត្រូវបានលាក់ទុកដើម្បីដោះស្រាយទំនាស់ដីធ្លីក្នុងភូមិដែលអូសបន្លាយជាច្រើនឆ្នាំមកហើយពន្លឺថ្ងៃដំបូងនៃព្រលឹងស្រាងបានចេះជួតាមបង្អស់ដែលបែកបាក់បំភ្លឺបន្ទប់ដែលធ្លាប់តែងងឹតស៊ុនស៊ុងឲ្យធ្លាប់មកមានជីវិតជីវ៉ាឡើងវិញជាថ្មីភាពតានតឹងនិងភាពភ័យខ្លាចដែលបានគ្របបណ្ឌិតលើភូមិទាំងមូលអស់ជាច្រើនទសវត្សរ៍បានរលាយសាបសូន្យទៅតាមខ្យល់ត្រជាក់នៃពេលព្រលឹងព្រលឹមភិរមអង្គុយផ្អែកខ្នងនឹងចិញ្ចាំងផ្ទះដែលទ្រុឌទ្រោមដកដង្ហើមវែងៗតែញញឹមដោយភាពស្ងប់សុខក្នុងចិត្តអថាកំបាំងខ្មោចជើងកបត្រូវបានដោះស្រាយដោយជោគជ័យនិងវិញ្ញាណដែលរងទុក្ខវេទនាក៏បានទៅកាន់សុគតិភពតាមបំណងប្រាថ្នាអ្នកភូមិដែលធ្លាប់តែបិទទ្វារផ្ទះជិតដោយភាពភ័យខ្លាចចាប់តាមចេញពីផ្ទះមកមើលដោយភាពងឿងឆ្ងល់និងភ្ញាក់ផ្អើលជាខ្លាំងភិរមបានដោយចេញពីផ្ទះចាស់នោះដោយភាពអង់អាចក្នុងដៃមានបំណែកក្អមដែលបែកបាក់បង្ហាញជាសញ្ញាថាគ្រូកាយដែលតាមលងបន្លែពួកគេបានបញ្ចប់ជាស្ថាពរហើយចាប់ពីថ្ងៃនោះមកគ្មាននរណាម្នាក់លើសំឡេងលួចផ្លត់លួចនៅពេលយប់ឬឃើញសមោជើងកបខ្មៅមួយទៀតឡើយរឿងរ៉ាវដ៏រន្ធត់នេះបានក្លាយជាមេរៀនប្រវត្តិសាស្ត្រមួយសម្រាប់មនុស្សជំនាន់ចុងក្រោយនៅភូមិអំពីផលវិបាកដ៏ជូរចត់នៃអំពើអាក្រក់និងអំណាចនៃក្តីមេត្តាដែលអាចដោះលែងសម្បត្តិតែវិញ្ញាណនៃមានគំនុំបំផុតភិរមដឹងយ៉ាងច្បាស់ថាទោះបីជាការផ្សំផ្សេងដ៏គ្រោះថ្នាក់នេះបានបញ្ចប់ប៉ុន្តែការយល់ដឹងអំពីសេចក្តីល្អនិងពិភពដែលមើលមិនឃើញនឹងស្ថិតក្នុងបេះដូងរបស់គេជារៀងរហូតទៅភាពស្ងប់ស្ងាត់ពិតប្រាកដបានត្រឡប់មកវិញហើយ